មានលោកតាម្នាក់ធ្លាប់បាននិយាយប្រាប់ខ្ញុំថាប្រសិនបើយើងចង់ចាប់ផ្ដើមរត់ហាត់ប្រាណសូមគម្រោងចាំឲ្យមានអ្នកណាមកកំដរអ្នករត់ចូលចាប់ផ្ដើមរត់ដោយខ្លួនឯងទៅបានហើយនៅពេលអ្នករត់បាន10 ដងឬ30 ដងនោះអ្នកនឹងជួបមនុស្សដែលចូលចិត្តការរត់ដូចអ្នកកំដរអ្នករត់ដោយស្វ័យប្រវត្តិរឿងខ្លះមិនមែនទាល់តែមានគ្នាហើយទើបអាចចាប់ផ្ដើមចេញដំណើរបាននោះទេប៉ុន្តែពេលអ្នកចាប់ផ្ដើមចេញដំណើរហើយទើបអ្នករកបានគ្នាដែលដើរផ្លូវជាមួយអ្នកបានតាមក្រោយខិតខំអភិវឌ្ឍខ្លួនឯងរហូតដល់អ្នកមានសមត្ថភាពពិតប្រាកដនៅពេលនោះមនុស្សវិជ្ជមាននឹងដើរចូលមកក្នុងជីវិតអ្នកដោយខ្លួនឯងការចាប់ផ្ដើមទាំងមិនទាន់ត្រៀមខ្លួនបានល្អឥតខ្ចោះគឺជាការចាប់ផ្ដើមដ៏ល្អបំផុតគម្រោងចាំឲ្យខ្លួនឯងត្រៀមរួចរាល់គ្រប់យ៉ាងទើបចេញដំណើរចូលបោះជំហានទី1ឲ្យបានសិនហើយបន្តធ្វើឲ្យបានជាប្រចាំបន្ទាប់ពីអ្នកធ្វើវាមួយរយៈអ្នកនឹងទទួលដឹងថាខ្លួនឯងកំពុងក្លាយជាមនុស្សដែលមានសមត្ថភាពជាងមុនដោយមិនដឹងខ្លួនទីពឹងដ៏ល្អបំផុតក្នុងលោកនេះមិនមែនជាអ្នកដទៃណាម្នាក់ទេប៉ុន្តែជាភាពសកម្មនិងការអនុវត្តដោយខ្ជាប់ខ្ជួនរបស់ខ្លួនអ្នកផ្ទាល់បើអ្នកចង់ធ្វើអ្វីសូមគម្រោងចាំហើយគិតច្រើនពេកចូលធ្វើវាតែម្ដងទៅទោះបីជាជំហានដំបូងមើលទៅមិនស្អាតមិនល្អឬពោពេញទៅដោយកំហុសក៏វានៅតែល្អជាងការឈរនៅកន្លែងដដែលដែរការចាប់ផ្ដើមដ៏សាមញ្ញក៏វាមានតម្លៃជាងផែនការល្អឥតខ្ចោះមួយដែលមិនដែលបានអនុវត្តរាប់រយដងចង់រៀនអ្វីចូលហ៊ានសាកល្បងចង់ធ្វើអ្វីចូលហ៊ានចាប់ផ្ដើមទោះបីជាអ្នកមិនទាន់ចេះឬនៅធ្វើមិនសូវបានល្អក៏ដោយសូមបន្តទៅមុខដើរទៅមុខជាមួយភាពខ្វះចន្លោះរបស់អ្នកនោះពេលវេលានឹងបង្រៀនអ្នកហើយការអនុវត្តនឹងធ្វើឲ្យអ្នកកាន់តែពូកែឡើងដល់ថ្ងៃមួយពេលអ្នកងាកក្រោយមកមើលខ្លួនឯងកាលពីមុនហើយអ្នកក៏លាន់មាត់ថាអ្នកអាចដើរមកបានឆ្ងាយជាងអ្វីដែលអ្នកធ្លាប់គិតទៅទៀតសូមចងចាំថាចាប់ផ្ដើមធ្វើសិនបន្ទាប់មកចាំកែលម្អឲ្យវាឥតខ្ចោះតាមក្រោយបើអ្នកមិនបានសូម្បីតែចាប់ផ្ដើមនោះអ្វីក៏មិនអាចកើតឡើងបានដែរប៉ុន្តែពេលអ្នកដើរមួយជំហានដំបូងបានហើយនោះជីវិតទាំងមូលនឹងចាប់ផ្ដើមផ្លាស់ប្ដូរអ្នកមិនចាំបាច់ភ្លឺចែងចាំងតាំងពីថ្ងៃដំបូងនោះទេគ្រាន់តែបន្តដើរលើផ្លូវរបស់អ្នកដោយមិនបោះបង់នោះថ្ងៃមួយអ្នកនឹងធ្វើឲ្យភាពភ្ញាក់ផ្អើលកើតឡើងហើយអ្វីដ៏ស្រស់ស្អាតដែលអ្នកធ្លាប់គិតថានៅឆ្ងាយហួសពីអ្វីដែលអ្នកអាចឈោងដល់នឹងរត់មករកអ្នកតាមរយៈជំហានតូចៗដែលអ្នកបានដើរទៅមុខជារៀងរាល់ថ្ងៃ